សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ2015ដែលរៀបចំឡើងរវាងភាពជាដៃគូរវាងវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជានិងធនាគារ ANZ Royal បានប្រព្រឹត្តទៅនៅថ្ងៃទី5ខែមីនានៅសន្តាគារ Sofitel ក្រោមប្រធានបទដ៏សំខាន់មួយស្ដីពីសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ2015និងតទៅអនាគតរបៀបវិរៈកំណែទម្រង់សន្និសីទចក្ខុវិស័យនៅក្នុងឆ្នាំនេះប្រើពាក្យស្លោកនាំកម្ពុជាទៅកាន់ការអភិវឌ្ឍថ្មីដើម្បីឆ្លុះបញ្ចាំងពីឱកាសដែលកម្ពុជាទទួលបានពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ2015និងការឈានឡើងជាប្រទេសមានចំណូលមធ្យមក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះគឺជាលើកទី9នៃសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាដែលវិទ្យាស្ថាន TDRI និងធនាគារ ANZ Royal បានសហការរៀបចំឡើងដោយមានការអញ្ជើញថ្នាក់ដឹកនាំពីគ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមគិតគូរពិចារណាពីសមិទ្ធផលដែលកម្ពុជាសម្រេចបានធ្វើការផ្លាស់ប្ដូរមតិយោបល់គ្នានិងពិភាក្សាពីយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍនិងរីកចម្រើននៃប្រទេសកម្ពុជាទៅថ្ងៃអនាគតព្រមទាំងចងក្រងជាអនុសាសន៍ផ្នែកគោលនយោបាយសម្រាប់ការធ្វើសកម្មភាពក្នុងពេលកម្ពុជាឈានទៅសម្រេចបានសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ2015អាយដាមបណ្ឌិតសុកទីផាណាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន TDRI និងទីប្រឹក្សានៃរាជរដ្ឋាភិបាលកម្ពុជាបានបើកសន្ទរកថាស្វាគមន៍សន្និសីទត្រូវបានចែកជា3វគ្គសំខាន់ៗវគ្គទី1ស្ដីពីសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ2015បានត្រៀមរៀបរាល់ឬមិនទាន់រៀបរាល់ដែលមានវាគ្មិនបំផុសចំណាប់អារម្មណ៍ដោយអាដាមសុកចិន្តាសុភារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាគេសួរទៅក្រុមហ៊ុនជប៉ុនថាអ្នកឯងមានសកម្មភាពហើយមានបំណងចង់រើសបុគ្គលិកបន្ថែមទេជាថ្មីម្ដងទៀតកម្ពុជាមិនបានលេខ1ទេបានលេខ2បន្ទាប់ពីក្រុមហ៊ុនជប៉ុនដែលនៅឡាវនៅឥណ្ឌាថាគេមានបំណងជ្រើសរើសណាមានបំណងជ្រើសរើសលើស 70% ក្រុមហ៊ុនជប៉ុននេះចង់ជ្រើសរើសកម្មករបន្ថែមទៀតនេះជាព័ត៌មានគួរជាទីមោទនៈហើយខ្ញុំនិយាយនេះទៅផ្នែកឯកជនព្រោះយើងនៅខ្វះកិច្ចការមួយគឺខ្វះការតភ្ជាប់គ្នារវាងវិស័យឯកជនយើងនេះរវាង SME យើងនេះជាមួយក្រុមហ៊ុនបរទេសជាមួយក្រុមហ៊ុនជប៉ុនដូច្នេះនេះខ្ញុំបញ្ជូនសារថាខិតខំទៅក្នុងការផលិតគ្រឿងរបស់របរមួយចំនួនក្នុងការផ្ដល់សេវាព្រោះគេមានបំណងពង្រីកគេមានបំណងមកវគ្គទី2ស្ដីពីការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជាអធិភាពគោលនយោបាយនិងសកម្មភាពវគ្គទី3បង្ហាញពីរូបភាពថ្មីនៃប្រទេសកម្ពុជាការកំណត់គោលដៅយុទ្ធសាស្ត្រសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ2015និងតទៅអនាគតវាគ្មិនបំផុសចំណាប់អារម្មណ៍ដោយអាដាមស៊ុនចន្ទថុលទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងវាគ្មិនសំខាន់ជាច្រើនរូបទៀតសន្និសីទនៅក្នុងឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងពេលវេលាដ៏សំខាន់មួយដែលប្រទេសកម្ពុជាកំពុងឈានទៅសម្រេចបានសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ2015ដោយយោងលើកត្តាចម្បងទាំងនេះហើយទើបសន្និសីទនេះបានជ្រើសរើសយកសហគមន៍សេដ្ឋកិច្ចអាស៊ានធ្វើជាប្រធានបទដ៏សំខាន់និងបានផ្ដោតលើបញ្ហាសំខាន់ដែលជះឥទ្ធិពលលើលទ្ធភាពរបស់ប្រទេសកម្ពុជាក្នុងការកសាងអនាគតដ៏រុងរឿងកត្តាទាំងនោះរួមមានទី1ឱកាសនិងបញ្ហាប្រឈមដែល AEC នឹងនាំមកឲ្យប្រទេសកម្ពុជាព្រមទាំងកំណែទម្រង់និងសកម្មភាពត្រូវអនុវត្តដើម្បីចាប់យកឱកាសនិងដោះស្រាយបញ្ហាប្រឈមទាំងនោះទី2ទូនាទីនៃគោលនយោបាយឧស្សាហកម្មដ៏ត្រឹមត្រូវដើម្បីពង្រឹងផលិតភាពនិងភាពប្រកួតប្រជែងនៅក្នុងទីផ្សារតំបន់និងពិភពលោកនិងទី3តើយើងគួរធ្វើយ៉ាងណាដើម្បីអាចបង្ហាញរូបភាពកាន់តែប្រសើរឡើងអំពីកម្ពុជានិងកំណត់យុទ្ធសាស្ត្រសម្ដៅទាញយកប្រយោជន៍ពីសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ2015និងតទៅអនាគតនៅចុងបញ្ចប់នៃការបិទកម្មវិធីមានវត្តមានរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការបង្ហាញទស្សនៈរបស់សម្ដេចទៅលើប្រធានបទនៃសន្និសីទនេះផងដែរសម្ដេចនាយករដ្ឋមន្ត្រីបានរំលេចនៅចំណុចសំខាន់ដែលពាក់ព័ន្ធនឹងប្រធានបទនៃសន្និសីទនេះរួមមានផលប៉ះពាល់នៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ2015មកលើប្រទេសកម្ពុជា
ទូនីតិដ៏សំខាន់នៃគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជានិងបែបបទដែលរាជរដ្ឋាភិបាលវិស័យឯកជនដៃគូអភិវឌ្ឍសហគមន៍ស្រាវជ្រាវនិងអ្នកពាក់ព័ន្ធដទៃទៀតអាចធ្វើការរួមគ្នាដើម្បីបង្ហាញទស្សនវិជ្ជាថ្មីនៃប្រទេសកម្ពុជាដោយឈលលើសមិទ្ធផលសម្រេចបានក្នុងពេលកន្លងមកព្រមទាំងសក្តានុពលរបស់កម្ពុជាទៅថ្ងៃអនាគតនិងការបង្ហាញពីស្ថានភាពដ៏ល្អប្រសើររបស់កម្ពុជាដើម្បីទាញយកអត្ថប្រយោជន៍ពីសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ2015និងតទៅអនាគតប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបដិញ្ញាចិត្តនឹងការជំរុញការកែតម្រង់ឲ្យបានកាន់តែស៊ីជម្រៅថែមទៀតរួមទាំងការអនុវត្តឲ្យបានកាន់តែមានប្រសិទ្ធភាពដើម្បីសម្រេចគោលដៅអភិវឌ្ឍជាតិនិងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ជាពិសេសសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ2015និងក្នុងពិភពលោកកម្មវិធីទំនើបភាវូបនីយកម្មខ្មែរមានផ្សាយជូនទស្សនារាល់ថ្ងៃអាទិត្យវេលាម៉ោង 8 យប់បន្ទាប់ពីកម្មវិធីព័ត៌មានអន្តរជាតិនិងមានផ្សាយជូនឡើងវិញរៀងរាល់ថ្ងៃច័ន្ទម៉ោង 1 រសៀលថ្ងៃពុធម៉ោង 9 ព្រឹកនិងថ្ងៃសុក្រម៉ោង 5 ល្ងាចសូមទស្សនាកម្មវិធីផ្សាយនិងសកម្មភាពការងារក្នុងគេហទំព័រ www.facebook.com/ទំនើបភាវូបនីយកម្មខ្មែរ